នៅក្នុងរឿងសង្គ្រាមបំបែកមីឃាគ្រប់គ្នាសរសើរអំណាចលើមីឃារបស់សៀវយានប៉ុន្តែបើគ្មានបទពិសោធន៍ដែលជួយចាប់កាលពីក្មេងគ្មានការមើលងាយនិងការបដិពាក្យដែលជន់ឈ្លីកិត្តិយសរបស់គេនឹងគ្រួសារសៀវនោះទេថ្ងៃនេះទ្វេបកម្លាំងធាតុអាចនឹងមានវត្តមានអតិថិភ្លើងមីឃាទេស្វាគមន៍អ្នកគ្រប់គ្នាថ្ងៃនេះយើងនឹងស្វែងយល់អំពី3មេរៀនជីវិតធំៗរបស់សៀវយានដែលជាមេរៀនដាស់តឿនចិត្តដ៏ចាក់ដោតសម្រាប់ជីវិតពិតទី1ការចេះរស់នៅក្នុងចំណុចទាបបំផុតគ្រប់គ្នាសុទ្ធតែដឹងថាសៀវយានមិនមែនចាប់ផ្ដើមពីមនុស្សធម្មតានោះទេគេមានទេពកោសល្យលើសគេឯងតាំងពីក្មេងប៉ុន្តែអ្វីដែលអាចរៀនបាននោះគេនៅពេលដែលគេធ្លាក់ខ្លួនខ្លាចជាសម្រាមវឹកហាត់កម្លាំងធាតុមិនកើនឡើងមានតែថយចុះដោយគ្មានមូលហេតុពីមនុស្សដែលគ្រប់គ្នាលើកដំកើងខ្លាចជាមនុស្សដែលសំបីតែសាច់ញាតិក៏មិនងាយហើយអ្វីដែលជាការជន់ឈីគេទៅយកខ្លាំងបំផុតគឺការត្រូវណាឡានយ៉ានរ៉ានមកប្រកាសផ្ដាច់ពាក្យដល់ក្នុងផ្ទះនៅក្នុងជីវិតពិតក៏ដូចគ្នានៅពេលដែលយើងធ្លាក់ខ្លួនមនុស្សជំនាញខ្លួនអាចនឹងប្រែប្រួលទឹកមុខដាក់យើងភ្លាមបើជាមនុស្សទូទៅពួកគេច្បាស់ជ្រើសការរស់នៅក្នុងភាពស្រងត់ស្ងាត់បន្ទោសព្រំលិខិតឬឡាញ់ខ្វល់ខ្វាយនឹងជីវិតទៀតហើយតែមេរៀនជីវិតរបស់សៀវយានបានបង្រៀនយើងថាការមើលងាយរបស់សត្រូវមិនមែនជាជញ្ជាំងបាត់ផ្លូវនោះទេតែវាគឺជាអន្តរជាតិដ៏ល្អបំផុតសម្រាប់ដុតបញ្ឆេះការតស៊ូពាក្យស្លោកដែលសៀវយានសរសេរដោយឈាមថា30ឆ្នាំទន្លេខាងកើត30ឆ្នាំទន្លេខាងលិចកុំមើលងាយអ្នកក្លាហានទន់ខ្សោយវាមិនមែនជាសម្ដីអួតអាងដោយកំហឹងនោះទេតែវាជាការប្រកាសសង្គ្រាមរវាងខ្លួនយើងជាមួយនឹងវាសនាមេរៀនត្រង់នេះចង់ប្រាប់យើងថាទោះថ្ងៃនេះយើងធ្លាក់ខ្លួនដល់កម្រិតណាក៏ដោយកុំតន់វាតម្លៃទីបញ្ចប់នៃជីវិតខ្លួនឯងអ្វីដែលសំខាន់គឺការដាក់ខ្លួនអត់ធ្មត់និងរងចាំពេលវេលាដែលស័ក្តិសមសម្រាប់ខ្លួនយើងទី2តម្លៃតបស្នងនៃភាពជោគជ័យមនុស្សភាគច្រើនមើលឃើញសៀវយានតែត្រង់ចំណុចដែលគេហោះលើមេឃមានអំណាចគ្រប់គ្រងភ្លើងមេឃច្រើនប្រភេទមានស្រីស្អាតក្បែរខ្លួនមានអ្នកការពារមានមនុស្សតិចណាស់ដែលមើលឃើញទឹកភ្នែកនិងការជឿចាប់របស់គេនៅក្នុងទ្វេបកម្លាំងធាតុភ្លើងមេឃគឺជាវត្ថុទឹកដែលមានថាមពលបំផ្លិចបំផ្លាញគ្មានគូព្រៀបហើយរាល់ពេលដែលសៀវយានលេបវាម្ដងគឺគេតែងតែត្រូវភ្នាល់ដាក់ជីវិតរបស់គេត្រូវចេញទៅវឹកហាត់ឆ្ងាយពីគ្រួសារកាត់ព្រៃកាត់ភ្នំរងការលុតដំរងការជិះចាប់ដែលសំបីតែអ្នកគុណនិយមជើងចាស់ក៏មិនហ៊ានសាកល្បងគេមិនដែលបានអ្វីមកដែលងាយស្រួលឬដោយសារតែសំណាងនោះទេត្រង់ចំណុចនេះទង្ហោះចង់ឆ្លោះបញ្ចាំងមកកាន់ជីវិតពិតរបស់យើងថាបើយើងចង់បានលទ្ធផលដែលអស្ចារ្យជាងមនុស្សទូទៅយើងត្រូវហ៊ានលះបង់ឆ្លងកាត់រឿងដែលមនុស្សទូទៅមិនហ៊ានឆ្លងកាត់ឡើយមនុស្សជាច្រើនចង់មានចង់បានតែពេលជួបឧបសគ្គបន្តិចបន្តួចបែរជាចង់បោះបង់ចោលទៅវិញភាពខ្លាំងរបស់សៀវយានបានបង្រៀនយើងថាភាពជោគជ័យវាមិនមែនជាកាដូដែលធ្លាក់ពីលើមេឃតែវាជាលទ្ធផលនៃការត្រៀមខ្លួនការវឹកហាត់ទាំងថ្ងៃទាំងយប់ការប្រមូលបទពិសោធន៍ចេញពីភាពឈឺចាប់មេរៀនជីវិតចុងក្រោយនោះគឺសច្ចធម៌និងទំនួលខុសត្រូវអ្វីដែលធ្វើឲ្យសៀវយានខ្លាចជាអតិថិពិតប្រាកដមិនមែនដោយសារតែគេមានកម្រិតក្បាច់គុណខ្ពស់ផុតលេខនោះទេតែដោយសារបេះដូងរបស់គេចាប់តាំងពីថ្ងៃដំបូងដែលគេចេញដំណើរគេធ្វើគ្រប់យ៉ាងដើម្បីកិត្តិយសគ្រួសារដើម្បីសង្គ្រោះឪពុកដើម្បីការពារលោកគ្រូដែលគ្មានគុណបំណាច់ចិញ្ចឹមបីបាច់ទោះបីជាត្រូវប្រឈមមុខនឹងបពុមានអំណាចដូចជាសារប្រលឹងដែលមនុស្សទូទាំងទ្វេបខ្លាយរអាក៏សៀវយានមិនដែលថយក្រោយសូម្បីតែមួយជំហាននេះជាមេរៀនជីវិតដ៏ចាក់ដោតមនុស្សយើងម្នាក់បើចង់ឲ្យមានជីវិតមានតម្លៃតើតែយើងរស់នៅដោយមានទំនួលខុសត្រូវលើអ្នកដទៃការរស់នៅដើម្បីតែខ្លួនឯងវានឹងធ្វើឲ្យយើងខ្លាចជាមនុស្សទន់ជ្រាយនៅពេលជួបឈប់ភ្លៀងតែការរស់នៅដោយមានមនុស្សដែលយើងត្រូវការពារមានគ្រួសារមានអ្នកមានគុណមានគោលដៅដ៏ធំធេងនៅក្រោយខ្នងវានឹងក្លាយជាកម្លាំងចិត្តដ៏មហិមាជួយរុញច្រានយើងឲ្យជំនះរាល់ឧបសគ្គទាំងពួងបើគ្រប់គ្នាពេញចិត្តការវិភាគសាច់រឿងបែបស៊ីជម្រៅចង់យល់ដឹងពីមេរៀនជីវិតទង្ហួរកុំភ្លេចចុច Subscribe ម្នាក់មួយសូមអរគុណអ្នកគ្រប់គ្នាជួបគ្នានៅវីដេអូក្រោយ